បើគុំតែយើងការជាមួយនារីហ្នឹងក៏អត់មកឆ្លោះមួយម្ដាយយើងក៏អត់មកឆ្លោះមួយនារីហ្នឹងដែរមែនទេភរិយាប្រឆាំងនឹងម្ដាយក្មេកឬក៏ម្ដាយក្មេកប្រឆាំងភរិយាមួយជាម្ដាយយើងមួយទៀតជាភរិយារបស់យើងស្ត្រីទាំងពីរនាក់ហ្នឹងសំខាន់សម្រាប់យើងទាំងពីរអញ្ចឹងយើងមិនជាមនុស្សដែលពាក់ព័ន្ធបើយើងមិនសូវមានឥទ្ធិពលខ្លាំងជាប្តីហើយយើងនិយាយទៅវាប៉ះតាំងប្រពន្ធប៉ះតាំងម្ដាយអញ្ចឹងយើងរកភាគីទី3ខ្ញុំថាឥឡូវខ្ញុំសូមជួបជាមួយមីងតិចមកខ្ញុំស្ដាប់គាត់គាត់យល់ថាកូនភាសាហ្នឹងមិនផ្ដល់នូវការគោរពដល់គាត់ខ្ញុំស្ដាប់ប្រពន្ធគាត់ទៀតគាត់យល់ថាម្ដាយក្មេកគាត់ហ្នឹងប្រកាន់ច្រើនវាមិនមែនរឿងលុយកាក់ណាវារឿង emotion មិនគោរពមុននឹងខ្ញុំឲ្យពីរនាក់ហ្នឹងគាត់ជុំគ្នាខ្ញុំថាមីងស្រឡាញ់កូនមីងអត់បើមីងស្រឡាញ់កូនតែឥឡូវមីងកំពុងធ្វើបាបផ្លូវចិត្តកូនហើយខ្ញុំសួរទៅខាងប្រពន្ធនេះបើស្រឡាញ់ប្តីស្រឡាញ់ថងណាបើធ្វើបាបប្តីរងថ្ងៃខ្ញុំនិយាយបន្ថែមសាច់រឿងឲ្យគាត់បន្តិចទៅទឹកភ្នែកច្រោកអញ្ចឹងទៅជួយប្តីដោយរបៀបណាជួយកូនដោយរបៀបណាគ្រាន់តែពីរនាក់ហ្នឹងត្រូវគ្នាផ្លូវចិត្តកូនស្រឡះកូនមានធម៌ពលកូនមានកម្លាំងអាចទៅធ្វើការងារអីអាចជាបកគលគ្រួសារហ្នឹងដល់រឹងមាំនៅពេលដែលអ្នកទាំងពីរហ្នឹងគាត់ត្រូវគ្នាចុងក្រោយត្រូវការអ្នកទី3បស៊ី